បាទសួស្តីពុកម៉ែបងប្អូនថ្ងៃទី7ខែឧសភាឆ្នាំ2026កាត់តកួនយកមកឲ្យកូនតិចនឹងមេឃថ្ងៃលិចហើយតែវាមិនតល្ងឹតណាស់ណាចេញពីធ្វើការមកទៅកាត់តកួនតិចឲ្យវាចម្រើនពេលយប់ឡើងដាក់កន្ទុដើមចេកដែរដែលវាមិនសូវប៉ែតទៅបានកឆែតបានតកួនដែរអូស៊ីមានបិទមាត់ហ្នឹងចូលចិត្តបន្លែបៃតងរោមស្អាតបងប្អូនរោមវាដូចលឿនជាហួយអញ្ចឹងត្រូវខុករឹងព្រៃបងប្អូនណាមើលរោមព្រៃវាធំយឺតជាងជ្រូកកដុលយើងបន្តិចហើយកូនក៏តិចជាងជ្រូកកដុលដែរហើយវាអត់សូវខ្លាញ់ដូចជ្រូកកដុលខ្លាញ់ជាងជ្រូកព្រៃបន្តិចជ្រូកព្រៃអត់មានខ្លាញ់ទេមានខ្លាញ់ជាប់ស្បែកតិចហើយរូបរាងវាចេះអញវាមិនសូវធាត់ដូចជ្រូកកដុលវារាងធាត់ខ្លាញ់ព្រោះជើងធំមកជ្រូកព្រៃនេះអត់ទេមើលបានេះចកេះតូចទេស្មាវាធំស្មាបើកមើលខ្លួនរាងមូលតិចតែជើងរាវតូចទេតែនោះក៏រោមដល់ករោមហ្នឹងមើលនោះអានេះក៏រោមដែរបើវាសឹកអសល់កក៏ដែរវាមាស់អញ្ចឹងទៅវារូសតាមដីតាមសសទៅវាសឹករោមវាបា